ស្ដាប់រឿងព្រេងគេងលក់ស្រួលរឿងឯកសារស្រីត្រីឬ1001យប់ភាគទី2លុះយាងចូលទៅក្នុងព្រះរាជដំណាក់វេលាណាស្ដេចសារិយាក៏ស្ទុះចូលទៅក្នុងបន្ទប់ព្រះអគ្គមហេសីហើយទ្រង់បញ្ជាឲ្យចាប់នាងចងប្រគល់ដៃឲ្យអគ្គមហាសេនាឲ្យយកទៅប្រហារជីវិតបងក្នុងវេលានោះឥតប្រាប់ឲ្យដឹងរឿងដែលខុសឆ្គងអ្វីសោះអគ្គមហាសេនាក៏ទទួលព្រះរាជអាជ្ញាទៅសម្រេចឃាតកម្មទៅរីឯព្រះមហាក្សត្រដោយទ្រង់ពិរោធខ្លាំងក៏ចាប់ព្រះខ័នថ្លាប្រហារនៅស្ត្រីទាំងប៉ុន្មានដែលជាស្នំក្រមការព្រះអគ្គមហេសីដោយព្រះហស្ថព្រះអង្គឯងលុះផ្ដន្ទាទោសរួចហើយទ្រង់ឆ្វេងយល់ថាអំណើតទៅនឹងជ្រើសរើសរកស្រីម្នាក់ឲ្យបានត្រឹមត្រូវតាមគន្លងធម៌ក៏គ្មានទើបទ្រង់ព្រះត្រេះថានឹងយកស្ត្រីមករួមសង្វាសតែមួយយប់ម្នាក់រួចយកទៅប្រហារជីវិតបងក្នុងវេលាព្រឹកឡើងបានដល់កម្រិតព្រះរាជកំណត់ច្បាស់ជាស្រេចដូច្នេះហើយទ្រង់ប្រាជ្ញាថានឹងចាប់ផ្ដើមធ្វើនៅវេលាដែលព្រះអនុជជាធិរាជត្រឡប់ទៅនគរវិញឯស្ដេចសាសនងមិនបានគង់នៅយូរប៉ុន្មានក៏លាព្រះជេដ្ឋាវិលត្រឡប់ទៅក្រុងសាមារកាន់ដោយរស់រាននាំទាំងគ្រឿងបណ្ដាការជាដង្វាយដែលព្រះរាមព្រះរាជទានទៅជាមួយផងលុះស្ដេចសាសនងយាងចេញផុតទៅសូតង់សារិយាទ្រង់បង្គាប់ឲ្យអគ្គមហាសេនានាំស្រីម្នាក់ដែលជាកូនសេនាទាហានស័ក្តិខ្ពស់ម្នាក់មកថ្វាយទ្រង់រួមប្រវេណីនឹងស្ត្រីនោះតែមួយយប់ដល់វេលាព្រឹកឡើងក៏ឲ្យយកទៅប្រហារជីវិតបងហើយក្នុងយប់ក្រោយមកទៀតនាំមកថ្វាយម្នាក់ទៀតអគ្គមហាសេនាដោយខ្លាចសូតង់ណាស់ក៏ទទួលស្ដាប់ហើយធ្វើតាមទៅលុះយប់ក្រោយនាំយកបុត្រីសេនាទាហានជនទាបទៅថ្វាយហើយព្រឹកស្អែកឲ្យយកទៅសម្លាប់ចោលទៀតរួចពីនេះមកដល់វេនស្ត្រីដែលជាកូនរាស្ត្រអ្នកមានមុខមានមាត់នៅក្នុងក្រុងស្ដេចឲ្យយកទៅប្រហារជីវិតគ្រប់តែស្ត្រីឥតមានលួសណាមួយឡើយដំណឹងនេះមិនបាត់ស្ងាត់ក៏បែកផ្សាយទូទាំងក្រុងឬសូរសាប់សំរែកនឹងសូរត្អូញធ្ងរត្រហឹងអើងកងជួនកាលឃើញឪពុកស្រែកទ្រហោយំបោកខ្លួនប្រាណដោយស្ដាយកូនដែលគេយកទៅសម្លាប់ជួនកាលឮសូរសេចក្តីត្អូញត្អែរបស់ម្ដាយដែលមានកូនស្រីផិតភ័យក្រែងត្រូវព្រះរាជអាជ្ញាដែរតាំងតែអំពីនោះរៀងមកបណ្ដារាស្ត្រដែលតែងតែពោលសរសើរថ្វាយសារធុការពរដល់ស៊ូតង់គ្រប់គ្នាគ្រប់ទីកន្លែងពីដើមមកនោះឮសូរតែសំឡេងប្រតិចដាសាដល់ស្ដេចនោះទៅវិញអគ្គមហាសេនាមានបុត្រី2នាក់នាងបងឈ្មោះសេរសាទឯនាងប្អូនឈ្មោះឌីណាសាទធីតាទាំងពីរមានរូបឆោមល្អដូចគ្នាប៉ុន្តែនាងបងមានសេចក្តីក្លាហានជាងហើយប្រកបដោយសតិបញ្ញាជ្រាវឆ្លាតហួសភេទជាស្ត្រីភាពប្រកបដោយសេចក្តីឧស្សាហ៍ព្យាយាមរៀនសូត្រក្បួនខ្នាតជាច្រើនហើយចាំអស់រឿងរ៉ាវដែលបានមើលទាំងអំបាលមាននាងបានសិក្សាសពវិជ្ជាផ្សេងមានក្បួនវិជ្ជាសារពើដែលឥតរូបវិជ្ជាពេទ្យពងសាវតានិងក្បាច់រចនាជាដើមចំណែកខាងកាបឃ្លោងក៏ប៉ិនប្រសពចំណានដូចជាកវីយ៉ាងពូកែក្នុងជំនាន់នោះក្រៅពីនេះនាងមានរូបឆោមលោមពណ៌ប្រកបដោយនរលក្ខគ្រប់ប្រការទាំងឫកពាមារយាទក៏ត្រឹមត្រូវតាមបែបបទឥតឆ្គងព្រះបិតាស្រឡាញ់បុត្រីទាំងពីរពន់ពេកណាស់មានកាលសម័យមួយកំពុងតែអង្គុយនិយាយគ្នាលេងនាងសេរសាទបាននិយាយទៅកាន់ឪពុកថាបបិទ្ធព្រះបិតាខ្ញុំមានប្រាថ្នានឹងសុំអនុញ្ញាតធ្វើ
ធ្វើកិច្ចការមួយសូមឲ្យលោកឪពុកអនុញ្ញាតឲ្យនាងខ្ញុំកុំខានវេលានោះអគ្គមហាសេនាឆ្លើយតបទៅវិញថាឪពុកឥតរារាំងដល់សេចក្តីប្រាថ្នារបស់កូនទេបើសេចក្តីអនុញ្ញាតដែលកូនសុំនោះត្រឹមត្រូវតាមគន្លងច្បាប់ល្មមឪពុកបើកឲ្យបាននាងឆ្លើយថាដែលឪពុកថាឲ្យត្រឹមត្រូវតាមគន្លងធម៌នោះខ្ញុំយល់ឃើញថាមិនជាត្រូវពេញប៉ុន្មានទេតែថាលោកឪពុកអាចនឹងសន្និដ្ឋានពិចារណាទៅតាមទំនងហេតុដែលបណ្ដាលឲ្យខ្ញុំសុំនេះគឺខ្ញុំមានបំណងនឹងបំបត្តិនៅអំពើបាបដែលព្រះមហាក្សត្រតែងប្រព្រឹត្តលើត្រកូលនីមួយៗក្នុងក្រុងនេះគឺខ្ញុំមានបំណងនឹងបំបត្តិនៅសេចក្តីភិតភ័យតក់ស្លុតសេចក្តីត្អូញត្អែធ្ងររបស់មនុស្សដែលមានបុត្រីទាំងប៉ុន្មានកុំឲ្យមានតទៅទៀតវេលានោះអគ្គមហាសេនាតបទៅកូនវិញថាមនាលកូនសម្ដីដែលកូនពោលមកនេះពេញជាមហាប្រសើរហើយតែថារោគដែលកូនចង់យកឱសថទៅដាក់នោះឪពុកស្មានថាហាក់ដូចជាគ្មានថ្នាំណាអាចទប់ទល់ការពារបានឡើយបើដូច្នេះតើកូនគិតដូចម្ដេចឲ្យបានសម្រេចតាមសេចក្តីប្រាថ្នានាងឆ្លើយទៅវិញថារាល់តែយប់លោកឪពុកតែងនាំស្រីម្នាក់ទៅថ្វាយស្ដេចសេចក្តីនេះខ្ញុំអង្វរសូមឲ្យលោកឪពុកនាំខ្ញុំទៅថ្វាយស្ដេចចុះកាលណាបានស្ដាប់ពាក្យគួរស្បើមគួរខ្លាចរបស់កូនស្រីដូច្នេះហើយអគ្គមហាសេនាក៏ស្រែកកាត់ដោយសេចក្តីក្រោធថាអោម្ចាស់ថ្លៃអើយជួយស្ដាប់ខ្ញុំមើលចុះកូនឯងរលត់សតិហើយឬបានជាហ៊ាននិយាយសុំគ្រោះអាក្រក់មកដាក់ខ្លួនឯងដូចនេះចុះកូនមិនដឹងទេឬស្ដេចបានបដិញ្ញាថានឹងផ្ទុំជាមួយស្រីម្នាក់តែមួយយប់ហើយយកទៅកាប់សម្លាប់មិនដែលបណ្ដាលឲ្យហួសកំណត់ម្ដេចក៏បានជាចង់ឲ្យឪពុកនាំកូនយកទៅថ្វាយស្ដេចដូចនេះកូនគិតឲ្យសពទៅមើលបើទុកជាកូនចេះផ្គប់ត្រូវបែបបត់យ៉ាងណាក៏ជាការឥតប្រយោជន៍នឹងខាខាំងឲ្យឈ្នះសេចក្តីបដិញ្ញារបស់ស្ដេចមិនបានឡើយនាងឆ្លើយតបទៅវិញថាខ្ញុំបានដឹងច្បាស់ហើយគ្រោះកាចទាំងនេះប៉ុន្តែខ្ញុំឥតរំភើបអ្វីនឹងគ្រោះកាចទាំងនោះទេបើជាខ្ញុំស្លាប់ក៏សេចក្តីស្លាប់របស់ខ្ញុំនោះជាមង្គលប្រសើរដែរប្រសិនបើខ្ញុំជាអ្នកធ្វើហើយបានសម្រេចដោយសេចក្តីប្រាថ្នាវិញខ្ញុំនឹងមានគុណបំណាច់យ៉ាងធំលើព្រះនគរអគ្គមហាសេនាឆ្លើយតបទៅវិញថាទេកូនកុំគិតថាដូច្នេះបើទុកជាកូនចេះថាដូច្នេះទៀតដើម្បីឲ្យឪពុកព្រមនាំកូនចូលទៅក្នុងសេចក្តីវិនិច្ឆ័យនោះក៏កុំឲ្យគិតស្មានថាឪពុកនឹងអនុញ្ញាតឲ្យសោះឡើយកាលបើស្ដេចប្រើឪពុកឲ្យនាំយកកូនទៅសម្លាប់នោះឲ្យឪពុកធ្វើដូចម្ដេចគឺត្រូវតែឪពុកទទួលតាមព្រះរាជអាជ្ញាខានមិនបានចូលកូនរំពឹងគិតឲ្យបានជ្រៅទៅមើលកាលដែលឪពុកយកអាវុធទៅសម្លាប់កូនខ្លួនឯងគួរឬអោកូនបើកូនមិនខ្លាចស្លាប់ក៏ហីទៅចុះតែត្រូវឲ្យកូនខ្លាចថាហេតុនេះនឹងនាំឲ្យឪពុកមានទុក្ខដល់ស្លាប់ខ្លួនវិញនៅវេលាដែលឪពុកឃើញដៃប្រឡាក់ដោយឈាមកូនឯងនាងឆ្លើយតបវិញថាខ្ញុំសូមអង្វរលោកឪពុកម្ដងទៀតសូមអនុញ្ញាតឲ្យខ្ញុំទៅកុំខានអគ្គមហាសេនានិយាយតឹងសំឡេងឡើងថាសេចក្តីជជែករបស់ឯងនាំឲ្យអញខឹងជាខ្លាំងចុះហេតុអ្វីបានជានៅសុកមិនចង់ទៅស្លាប់ទៅវិញនរណាក៏ដោយបើមិនបានពិចារណាឲ្យជ្រៅ
ក្នុងការអន្តរាយនឹងអាចដកខ្លួនឲ្យផុតមិនបានទាំងនេះសិតតែអត់ប្រយោជន៍សោះមិនមានគ្រោះអាក្រក់ដល់ខ្លួនឯងអញក្រែងខ្លួនឯងដូចជារឿងសត្វលាមួយដែលចង់ឲ្យគេបានសុខស្រួលទៅជាបានទុកមកលើខ្លួនឯងវិញនាងសួរថាតើទុកដែលធ្លាក់លើសត្វលានោះមានដូចម្ដេចខ្លះអគ្គមហាសេនាប្រាប់ថាឯរឿងលានេះចូលឯងប្រុងស្ដាប់ចុះលោកអគ្គមហាសេនាក៏បាននិយាយរឿងសត្វលាមួយសត្វគោមួយនិងអ្នកព្យួរស្រែម្នាក់ឲ្យកូនស្រីទាំងពីររបស់គាត់ស្ដាប់មានដូចតទៅមាននាយពាណិជ្ជម្នាក់ប្រកបដោយភោគសម្បត្តិបានសង់ផ្ទះជាច្រើនខ្នងនៅស្រុកស្រែហើយបានចិញ្ចឹមសត្វស្រុកជាច្រើនមានសម័យមួយនាយពាណិជ្ជបាននាំប្រពន្ធកូនទៅត្រួតមើលស្រូវអង្ករនៅទីផ្ទះមួយឯនាយពាណិជ្ជមានវិជ្ជាសំខាន់មួយគឺចេះស្ដាប់ភាសាសត្វទាំងអស់ប៉ុន្តែស្ដាប់បានតែម្នាក់ឯងនិងនិយាយប្រាប់អ្នកដទៃមិនបានតែនិយាយទៅនឹងមានអន្តរាយដល់ជីវិតខ្លួននៅទីក្រោលមួយគេតែងដាក់សត្វលានិងសត្វគោជាមួយគ្នាថ្ងៃមួយវេលាដែលនាយពាណិជ្ជកំពុងតែអង្គុយលេងប្របក្រោលនោះដើម្បីមើលកូនតូចៗដែលលេងជាមួយគ្នាស្រាប់តែឮគោនិយាយទៅលាថាបងលាជាសត្វឥតទុក្ខសពថ្ងៃនេះតាមខ្ញុំរំពឹងមើលទៅឃើញថាបងឯងពេញជាសត្វមានភពវាសនាស្រណុកព្រោះមានគេឲ្យបងឯងធ្វើការតិចណាស់មានមនុស្សថែទាំបងឯងហើយដុសលាងសម្អាតផងឲ្យស៊ីសុទ្ធតែស្រូវយ៉ាងល្អគ្មានសម្ដីមួយគ្រាប់លាយសោះនឹងឲ្យផឹកតែទឹកថ្លាត្រជាក់ការនឿយបំផុតរបស់បងឯងនោះគឺគ្រាន់តែឲ្យម្ចាស់ជិះបន្តិចប៉ុណ្ណោះនៅវេលាដែលគាត់មានដំណើរទៅណាមកណាហើយបើម្ចាស់មិនត្រូវការទេបងឯងនៅសម្រាកជាសុខឥតព្រួយបារម្ភអ្វីសោះចំណែកឯមុខងាររបស់ខ្ញុំវិញឃើញប្លែកគ្នាពន់ពេកពេលវេលាខ្ញុំក៏ខុសពីបងឯងឆ្ងាយទូលាយណាស់មិនទាន់រំលងអាត្រិតទៅប៉ុន្មានគេយកខ្ញុំទៅបញ្ចូលនឹមនាងគុលហើយបរទៅព្យួររស់ដីទាំងយប់លុះព្រឹកឡើងទល់ល្ងាចទៅទៀតឥតឲ្យឈប់ឈរសម្រាកកម្លាំងខ្ញុំហត់ស្ទើរតែនឹងដាច់ខ្យល់ស្លាប់ឯអ្នកព្យួរដែលនៅក្បែរគូតជានិច្ចមិនបងអង្គវាយគូតខ្ញុំឡើយដោយខ្ញុំប្រឹងទាញនាងគុលរនាស់ខ្លាំងណាស់ទៅស្បែកករបស់ខ្ញុំក៏របកទាំងដុំដល់ប្រលប់ខ្ញុំត្រឡប់ចូលក្រោលវិញគេយកចំបើងដោយទាំងដីធ្លីសម្រាមសម្រោចមកឲ្យខ្ញុំស៊ីខ្ញុំក៏អត់ធ្មត់ខំប្រឹងស៊ីត្រាតែឆ្អែតទៅហើយត្រូវប្រះដេកនៅលើអាចលើនោមខ្ញុំជានិច្ចព្រោះគ្មានកន្លែងផ្សេងសម្រាប់ដេកបើដូច្នេះតើខ្ញុំច្រណែននឹងភពវាសនាបងឯងគួរឬទេវេលានោះសត្វលាមិនឆ្លើយកាត់គោថាដូចម្ដេចទេបណ្ដោយឲ្យគោនិយាយលុះអស់សេចក្តីទើបលាឆ្លើយតបទៅថាមនាលគោពាក្យដែលបងឯងនិយាយត្អូញត្អែទាំងប៉ុន្មានសុទ្ធតែពិតទាំងអស់ឥតមានបំភ្លើសឡើយប៉ុន្តែបានជាដូច្នេះព្រោះឯងឈួតខ្លួនឯងនឹងបន្ទោសអ្នកណាក៏មិនបានឯងធ្វើស្លូតពេកបណ្ដោយឲ្យគេដឹកយកទៅតាមត្រូវការឥតមានរឹងរូសអ្វីបន្តិចសោះដែលឯងនឿយព្រួយលំបាកទាំងម្ល៉េះតើឯងបានប្រយោជន៍អ្វីខ្លះដែរឬទេឯងកំប្រឹងធ្វើការស្ទើរស្ដាប់ខ្លួនដើម្បីប្រយោជន៍ដល់មនុស្សដែលគ្មានគិតដល់សេចក្តីនឿយហត់របស់ឯងសោះប្រសិនបើឯងមានសេចក្តីស្លាកក្លាហានស្មើនឹងកម្លាំងរបស់ឯងនោះគេមិនអាចធ្វើអ្វីឯងបានដូចនេះឡើយហេតុអ្វីបានជាវេលាដែលគេដឹក
ឯងបញ្ចូលនឹមនោះឯងមិនទំរន់កុំឲ្យទៅដោយស្រួលហើយឯងមិនស្ទុះទៅគំរាមនឹងស្នែងរបស់ឯងធ្វើជាខឹងតន្ត្រំដីហេតុអ្វីបានជាមិនស្រែករោឲ្យលន់ខ្លាំងឡើងអញឃើញថាឯងមានគ្រឿងបង្ការគ្រប់គ្រាន់ល្មមធ្វើឲ្យគេខ្លាចបានប៉ុន្តែឯងមិនប្រើប្រដាប់នោះសោះកាលណាបើគេយកស្មៅស្ងួតមកឲ្យឯងស៊ីឯងកុំស៊ីគ្រាន់តែហិតហើយដើរចេញទៅបើឯងតាមដំបូលមានអញនេះឯងនឹងបានសុខស្រួលជាមិនខានហើយឯងនឹងអរគុណអញមិនលែងឡើយវេលានោះគោទទួលយកដំបូលមានអរគុណនឹងសត្វលាជាអនេកបការហើយវាមានវាចាថាចាប់ផ្ដើមតាំងពីថ្ងៃនេះតទៅខ្ញុំនឹងធ្វើតាមពាក្យប្រដៅរបស់បងលាឯងជាមិនខានឲ្យបងឯងចាំមើលខ្ញុំចុះគោនឹងលានិយាយគ្នាតែប៉ុណ្ណេះក៏ដេកស្ងៀមទៅឯនាយពាណិជ្ជបានស្ដាប់សត្វទាំងពីរចាំឥតមានភ្លេចមួយម៉ាត់លុះព្រឹកឡើងអ្នកព្យួរក៏ភ្ញាក់ពីព្រលឹមដឹកគោយកទៅទឹមធម្មតាឯគោនៅតែចាំដំបូលមានលាជានិច្ចក៏ធ្វើជាកាចក្នុងថ្ងៃនោះយ៉ាងគ្រាន់បើដល់ពេលប្រលប់វេលាដែលគេយកទៅបញ្ចូលក្នុងក្រោលហើយយកខ្សែទៅចងក៏មិនបណ្ដោយឲ្យគេចងតាមទម្លាប់ប្រឹងក្រវីស្នែងស្រែករកញ្ជ្រោលស្ទុះទៅមុខទៅក្រោយហើយបន្ទាបក្បាលចុះធ្វើអាការៈដូចចង់ជល់ជាមួយនឹងអ្នកនោះតាមពាក្យដែលសត្វលាបញ្ចេះទាំងអស់លុះព្រឹកស្អែកឡើងទៀតអ្នកព្យួរស្រែក៏ទៅពីព្រលឹមដើម្បីនាំយកទៅទឹមទៀតវេលាដែលដើរទៅដល់ឃើញចំបើងដែលដាក់ឲ្យស៊ីពីល្ងាចនៅសល់ទាំងអស់ហើយឃើញគោដេកជើងត្រង់ស្ដោកដកដង្ហើមដង្ហក់មិនដូចប្រក្តីក៏ស្មានថាគោមានជំងឺអ្នកព្យួរស្រែអាណិតគោណាស់ក៏ខាននាំទៅទឹមទើបយកសេចក្តីទៅជម្រាបដល់នាយពាណិជ្ជថាគោឈឺនាយពាណិជ្ជកាលបើបានឮដូច្នេះហើយក៏យល់ឃើញថាគោនេះធ្វើតាមពាក្យដែលលាបញ្ចេះពិតដើម្បីនឹងដាក់ទណ្ឌកម្មដល់លាក៏ប្រាប់អ្នកព្យួរស្រែថាបើគោឈឺឯងត្រូវយកលាទៅទឹមជំនួសវាវិញបើទឹមហើយត្រូវឯងប្រើវាឲ្យនឿយធ្វើឲ្យលំបាកយ៉ាងច្រើនកុំប្រណីអ្នកព្យួរទទួលបង្គាប់ហើយនាំលាយកទៅទឹមជំនួសក្នុងថ្ងៃនោះឯសត្វលាក៏សោយទុក្ខវេទនាពន់ប្រមាណដោយខ្លួនមិនធ្លាប់ធ្វើការដូច្នេះផងនិងដោយការវាយឥត្រាប្រណីផងឯចំណែកគោក៏បានសេចក្តីសុខស្រួលនៅថ្ងៃនោះវាបានស៊ីស្មៅទាំងប៉ុន្មានដែលគេដាក់ឲ្យហើយដេកសម្រាកកម្លាំងតាំងពីព្រលឹមដល់ព្រលប់ទើបរំពឹងក្នុងចិត្តថាអញធ្វើតាមពាក្យប្រដៅរបស់លាទៅឃើញថាស្រួលមែនហើយក៏ឲ្យពរដល់លាជាច្រើនលុះឃើញលាត្រឡប់មកពីស្រែវិញក៏និយាយសរសើរនិងអរគុណតែវេលានោះលាមិនចេញស្ដីមួយម៉ាត់ដោយតូចចិត្តខ្លាំងអំពីគេប្រើហើយធ្វើបាបពេញមួយថ្ងៃលាគិតតែក្នុងចិត្តថាការនេះមកពីអញមិនបានគិតឲ្យបានជ្រៅម្យ៉ាងមកពីអញធ្វើប្រហែសម្យ៉ាងបានជាអកុសលធ្លាក់លើខ្លួនអញដូច្នេះកាលពីដើមខ្លួនអញបានសុខស្រួលសប្បាយជាទីបំផុតចង់ធ្វើដូចម្ដេចក៏បានតាមចិត្តអញទាំងអស់ឥឡូវមកពីកំហុសរបស់អញបានជាអញធ្លាក់ខ្លួនដល់ទីនេះបើនៅស្ងៀមមិនគិតរកឧបាយអ្វីកែខ្លួនទេអញមុខជាខូចការពុំខានឡើយគិតដូច្នេះហើយក៏ផ្ដួលខ្លួនដេកដូចជាស្លាប់ក្បែរស្នាចស្រូវនោះទៅព្រោះអស់កម្លាំងស្ទើរផុតដង្ហើមដោយខំទាញនង្គ័លតាំងពីព្រលឹមលុះដល់ព្រលប់អគ្គមហាសេនានិយាយដល់សេចក្តីត្រង់នេះក៏បែរទៅប្រាប់នាងសេរសាទថា
នេកូនគំនិតកូនឯងដូចសត្វលាដូច្នោះគឺសេចក្តីចំណងរបស់កូនឯងនាំឲ្យអន្តរាយខ្លួនដោយមិនបានគិតឲ្យជ្រៅបុរាណថាកុំយកកទៅលអន្ទាក់ចូលកូនជឿឪពុកចុះនៅផ្ទះឲ្យស្ងៀមទៅកុំរករឿងចង់ស្លាប់ដូចគេនាងឆ្លើយតបថាលោកឪពុករឿងនឹងដែលលោកឪពុកយកមកធ្វើជាឧទាហរណ៍ពន្យល់ខ្ញុំនេះមិនអាចនឹងទប់ទល់សេចក្តីប្រាថ្នារបស់ខ្ញុំឲ្យប្រែប្រួលទៅទៀតបានឡើយកាលណាបើលោកឪពុកព្រមនាំខ្ញុំទៅថ្វាយស្ដេចទើបខ្ញុំសុខចិត្តលែងរំអុកលោកឪពុកតទៅទៀតអគ្គមហាសេនាលុះឃើញបុត្រីចុះចេះទទូចដូច្នេះក៏ប្រាប់ទៅទៀតថាបើឯងមិនព្រមផ្លាស់ប្ដូរគំនិតអាក្រក់នេះចេញទេអញត្រូវធ្វើឯងបន្តិចឲ្យដូចជានាយពាណិជ្ជធ្វើបំបត្តិចំណងប្រពន្ធនៅខាងចុងរឿងដែលនិទានអំបញ្ញនេះចូលឯងចាំស្ដាប់ចុះអគ្គមហាសេនាចាប់និទានរឿងបន្តទៅទៀតថាឯនាយពាណិជ្ជកាលបើដឹងថាលាមានសេចក្តីទុក្ខវេទនាខ្លាំងដូច្នេះហើយក៏នឹកចង់ដឹងរឿងលានឹងគោតើវានិយាយគ្នាដោយបដិចទៀតលុះរួចបាយល្ងាចហើយនាយពាណិជ្ជក៏នាំប្រពន្ធកូនដើរទៅលេងក្នុងវេលាយប់ខែភ្លឺច្បាស់ក៏ទៅឈរចិត្តក្រោលសัตว์ស្រាប់តែឮលាសួរគោថាមនាលគោសំឡាញ់អើយឯងនឹងគិតធ្វើដូចម្ដេចទៀតដល់គេយកស្មៅមកឲ្យឯងស៊ីត្រឹមព្រឹកស្អែកនេះគោឆ្លើយថាខ្ញុំនឹងធ្វើដូចជាបងលាឯងប្រដៅខ្ញុំពីម្សិលមិញដូចនេះទៀតដំបូងខ្ញុំត្រូវថយឲ្យឆ្ងាយរួចខ្ញុំក្រវីស្នែងចូលខ្ញុំធ្វើពុតជាឈឺហើយស្រែករោឲ្យលឺខ្លាំងឡើងវេលានោះលាឆ្លើយកាត់ថានេសំឡាញ់ការនេះឃើញថាមិនស្រួលទេអញហាមឯងឲ្យហើយចូលឯងស្ដាប់អញឯងត្រូវកុំធ្វើដូច្នេះទៀតតែខំធ្វើនឹងអន្តរាយដល់ខ្លួនជាមិនខានព្រោះវេលាដែលអញដើរចូលមកក្រោលដល់ពាក់កណ្ដាលផ្លូវអញឮម្ចាស់យើងនិយាយការមួយអញស្ដាប់ហើយភ័យតក់ស្លុតរន្ធត់ជួសឯងណាស់គោសួរថាបងឯងឮដូចម្ដេចកុំលាក់នឹងខ្ញុំអាណិតប្រាប់ខ្ញុំផងលាឆ្លើយប្រាប់ថាអញបានឮមាត់ម្ចាស់យើងនិយាយជាមួយអ្នកព្យួរថាបើគោវាឈឺមិនស៊ីស្មៅហើយក្រោកមិនរួចដូច្នេះវេលាព្រឹកស្អែកត្រូវឯងយកវាទៅសម្លាប់ហើយចែកចាយសាច់ដល់អ្នកកំសត់ទូរគតទៅហើយស្បែករបស់វានោះមានប្រយោជន៍នឹងយកទៅប្រគល់ឲ្យជាងសម្លាប់ស្បែកត្រូវឯងទៅហៅអ្នកពិឃាតសัตว์មកកុំខានលាប្រាប់បន្ថែមទៅគោទៀតថាដែលអញបានឮមកគឺយ៉ាងនេះហើយអញមិនចង់ឲ្យឯងអន្តរាយជីវិតព្រោះអញអាណិតស្រឡាញ់ឯងបានជាអញមកប្រាប់ឯងវេលាព្រឹកស្អែកឡើងបើគេយកស្មៅមកឲ្យឯងត្រូវក្រោកឡើងយ៉ាងរហ័សហើយស្ទុះទៅរកស៊ីស្មៅនោះធ្វើដូច្នេះម្ចាស់យើងនឹងសម្គាល់ឃើញថាឯងជាពិតប្រាកដហើយគាត់ក៏លែងឲ្យសម្លាប់ទៅវិញអញប្រាប់ឯងតែប៉ុណ្ណេះបើឯងធ្វើខុសពីនេះមិនតាមដំបូលមានអញទេឯងកុំបន្ទោសថាអញចិត្តអាក្រក់ឯគោលុះបានស្ដាប់លានិយាយរឿងរ៉ាវប្រាប់សពគ្រប់ហើយក៏ស្រយុតចិត្តភ័យឥតឧបមាខ្លាចអន្តរាយរកអ្វីមកប្រៀបពុំបានហើយបន្លឺនៅសម្រែកកិរិយាត្អូញធ្ងរគ្រប់ប្រការតាមភាសាក្នុងវេលានោះនាយពាណិជ្ជលុះបានឮសត្វទាំងពីរចរចាគ្នាទៅវិញទៅមកដូចនេះហើយក៏អស់សំណើចតែម្នាក់ឯងក្នុងទីនោះភរិយាដែលអង្គុយជាមួយក៏កើតសេចក្តីងឿងឆ្ងល់ទើបដណ្ដឹងសួរទៅស្វាមីថាអ្នកសើចអ្វីខ្លាំងម្លេះចូលប្រាប់ខ្ញុំឲ្យដឹងផងខ្ញុំនឹងសើចជាមួយអ្នកផងប្តីឆ្លើយប្រាប់ថានាងគ្រាន់តែស្ដាប់បងសើចទៅបានហើយកុំចាំបាច់ចង់ដឹងរឿងរ៉ាវអ្វីប្រពន្ធថាទេ
ខ្ញុំមិនព្រមខ្ញុំចង់តែដឹងដើមតងអំពីសំណើចរបស់អ្នកសូមអ្នកប្រាប់ខ្ញុំទើបខ្ញុំសុខចិត្តប្តីប្រាប់ទៀតថាបងនឹងបំពេញចំណង់របស់អូនមិនបានទេគ្រាន់តែដឹងថាបងសើចនេះគឺសើចនឹងពាក្យដែលលានឹងគោនិយាយគ្នាតែប៉ុណ្ណេះបានហើយឯដំណើររឿងរ៉ាវដែលវាថាដូចម្ដេចនោះបងប្រាប់មិនបានទេព្រោះជាការស្ងាត់កំបាំងរបស់បងប្រពន្ធឆ្លើយថានរណាហាមមិនឲ្យអ្នកនិយាយរឿងស្ងាត់អាកំបាំងនោះប្រាប់ខ្ញុំប្តីប្រាប់ថាបើបងប្រាប់នាងទៅជីវិតបងនឹងអន្តរាយក្នុងវេលានោះមិនខានប្រពន្ធឆ្លើយថាអ្នកឯងកុហកខ្ញុំពាក្យដែលអ្នកនិយាយនេះមិនពិតបើអ្នកមិនព្រមប្រាប់ខ្ញុំត្រង់ពីរឿងដែលអ្នកសើចនោះទេហើយមិនព្រមឲ្យខ្ញុំដឹងពីសត្វលានិងគោនិយាយដូចម្ដេចខ្ញុំបដិញ្ញាស្បត់ចំពោះព្រះដែលគង់នៅខាងលើថាយើងទាំងពីរនាក់ច្បាស់ជារស់នៅជាមួយគ្នាមិនបានទៀតទេថាតែប៉ុណ្ណេះនាងក៏ស្ទុះចូលទៅក្នុងផ្ទះហើយអង្គុយក្នុងគៀនមួយស្រែកទ្រហោយំខ្សឹកខ្សួលលុះអស់រាត្រីឯប្តីក៏ដេកតែម្នាក់ឯងក្នុងវេលាយប់នោះលុះព្រឹកឡើងឃើញភរិយាអាត្មានៅតែខ្សឹកខ្សួលក៏បន្ទោសថានាងធ្វើយ៉ាងនេះមិនត្រូវទេយំសោកព្រោះតែរឿងប៉ុណ្ណេះការនេះបើទុកជានាងបានដឹងហើយក៏គ្មានប្រយោជន៍អ្វីសោះឯចំណែកបងត្រូវតែលាក់ព្រោះជាត្រណមយ៉ាងតឹងរបស់បងត្រូវនាងលែងគិតអំពីរឿងនេះតទៅទៀតទៅប្រពន្ធឆ្លើយថាខ្ញុំនៅតែគិតលុះត្រាតែអ្នកនិយាយប្រាប់ខ្ញុំទើបខ្ញុំលែងយំប្តីនិយាយទៀតថាបងបានប្រាប់នាងដោយច្បាស់លាស់ថាបើបងប្រាប់តាមចំណង់ឆ្កួតរបស់នាងនោះខ្លួនបងនឹងស្លាប់មិនខានម្ដេចក៏នៅតែមិនព្រមជឿប្រពន្ធឆ្លើយទៀតថាបើទៅស្លាប់ក៏ស្លាប់ទៅចុះស្រេចនៅសង្ខាររបស់ខ្លួននឹងឲ្យខ្ញុំសុខចិត្តលែងសួរលែងចង់ដឹងរឿងនោះខ្ញុំមិនលែងទេប្តីនិយាយតទៅទៀតថាបើអញកែឯងមិនឡើងឯងនៅតែចេះចង់ស្លាប់ដូច្នេះតោងហៅកូនចៅមកជួបជុំគ្នាឲ្យបានទាន់ដង្ហើមមុនដែលឯងនឹងផុតខ្យល់ទៅថាតែប៉ុណ្ណេះក៏ប្រើមនុស្សឲ្យទៅហៅកូនចៅមកជួបជុំហើយហៅទាំងឪពុកម្ដាយនិងបងប្អូននាងនោះទាំងបនបាលមានមកផងលុះជួបជុំគ្នាហើយនាយពាណិជ្ជក៏និយាយរឿងប្រាប់តាមដំណើរសត្វគ្រប់ឲ្យស្ដាប់ទាំងអស់គ្នាក៏ចូលទៅលួងលោមនិយាយពន្យល់ដោយន័យផ្សេងដើម្បីឲ្យលះបង់គំនិតអាក្រក់នេះចោលចេញតែនាងមិនព្រមទទួលស្គាល់ពាក្យនោះឡើយត្រូវតែស្ដាប់រឿងនោះឲ្យបានបើមិនបានស្ដាប់សុខចិត្តតែស្លាប់ឯកូនទាំងប៉ុន្មាននាក់ដែលឃើញម្ដាយមិនព្រមស្ដាប់ដូច្នេះហើយក៏ស្រែកយំទ្រហឹងអើងកងក្នុងវេលានោះចំណែកនាយពាណិជ្ជក៏មិនដឹងគិតផ្លូវណាអង្គុយកើតទុកម្នាក់ឯងនៅមាត់ទ្វារគិតពិចារណាគិតថាគួរធ្លាយប្រាប់ទៅស៊ូស្លាប់ខ្លួនឯងឬក៏កុំនិយាយបណ្ដោយឲ្យភរិយាអាត្មាស្លាប់វិញគិតទៅគិតមកមិនដឹងជាត្រូវសម្រេចចិត្តតាមគំនិតណាឡើយឯនាយពាណិជ្ជបានចិញ្ចឹមមាន់ញី50មាន់គោកមួយនៅក្នុងភូមិនោះហើយមានឆ្កែមួយសម្រាប់ការពារសត្វទាំងនោះផងវេលាដែលនាយពាណិជ្ជកំពុងអង្គុយសេចក្ដីគិតតែម្នាក់ឯងដើម្បីរកឧបាយដែលស្រួលល្អស្រាប់តែឃើញឆ្កែស្ទុះទៅសង្គ្រប់មាន់គោកដែលកំពុងជន់ញីហើយឮឆ្កែស្ដីត្រគោះបោះបោកថាអាគោកឯងពេញជាព្រើលគ្មានដឹងអីសោះឯងច្បាស់ជាព្រះលោកមិនឲ្យរស់យូរប៉ុន្មានឡើយឯងគ្មានព្រួយបារម្ភទេឬបានជាត្រេកត្រអាលនឹងកាលញីតាមអំពើចិត្តដូចនេះក្នុងថ្ងៃនេះវេលានេះមាន់គោកស្ទុះលោតឡើងទៅទុំលើគំនរអុសហើយស្រែកសួរទៅឆ្កែវិញដោយប្រងើយឥតភ័យថានេបងសនៈ
ខ្ញុំឆ្ងល់ណាស់ហេតុអ្វីក៏ត្រូវតមក្នុងថ្ងៃនេះពីថ្ងៃមុនមិនក៏មិនឲ្យតមផងឆ្កែតបវិញថាបើឯងមិនដឹងអញនឹងប្រាប់ណែអាគោកចូលឯងដឹងថាក្នុងថ្ងៃនេះម្ចាស់ស្រីគាត់ចង់ដឹងរឿងដែលម្ចាស់ប្រុសប្រាប់មិនបានបើប្រាប់នឹងអន្តរាយដល់ជីវិតអញភ័យក្រែងម្ចាស់ប្រុសអត់ប្រាប់មិនបានព្រោះគាត់ស្រឡាញ់ម្ចាស់ស្រីពន់ពេកឯម្ចាស់ស្រីចោះចេះតទូចចង់ដឹងណាស់អង្វរយ៉ាងណាក៏មិនស្ដាប់ចេះតែអង្គុយយំទង្គិចខ្សឹកខ្សួលហើយអញឃើញម្ចាស់ប្រុសព្រួយចិត្តអាណិតប្រពន្ធគាត់ផងស្ដាយជីវិតខ្លួនឯងផងហេតុនេះបានជាយើងព្រួយបារម្ភទាំងអស់គ្នាមានតែឯងមួយដែលគ្មានគិតដល់ទុកគេសោះចេះតែរត់ដេញកាលញីលេងតាមទំនើងចិត្តឯងឯមាន់គោកកាលបើបានឮឆ្កែស្ដីបន្ទោសដូច្នេះហើយក៏ឆ្លើយតបថាមនាលបងសណក់ម្ចាស់យើងពេញជាខ្លៅណាស់ប្រពន្ធតែមួយប្រដៅឲ្យបានបត់ដូចចិត្តមិនបានបងឯងមើលខ្ញុំវិញប្រពន្ធដល់ទៅ50ខ្ញុំប្រដៅឲ្យរៀបទាំងអស់តែមួយក៏មិនហ៊ានខ្ញើកឲ្យខ្ញុំទើសចិត្តដែរម្ចាស់យើងល្ងងក្រៃលែងបើចង់ឲ្យបាត់ព្រួយចិត្តជាការងាយសោះឆ្កែស្រែកសួរថាឯងថាងាយតើត្រូវឲ្យម្ចាស់យើងធ្វើដូចម្ដេចមាន់គោកឆ្លើយថាត្រូវឲ្យម្ចាស់ប្រុសចូលទៅក្នុងបន្ទប់ដែលម្ចាស់ស្រីនៅបិទទ្វារឲ្យជិតហើយយកដំបងមួយយ៉ាងធំល្មមទៅសំពងបាន100ដំបងកុំប្រណីបើធ្វើដូច្នេះហើយខ្ញុំហ៊ានសន្យាថាម្ចាស់ស្រីច្បាស់ជានៅស្ងៀមទៅវិញលែងចង់ដឹងរឿងរ៉ាវនោះទៀតវេលានោះនាយពាណិជ្ជស្ដាប់មាន់និយាយស្ទើរមិនផុតសេចក្តីក៏ស្ទុះក្រោកយកដំបងមួយដើរចូលទៅឯប្រពន្ធដែលកំពុងតែយំខ្សឹកខ្សួលតាំងបិទទ្វារជិតតែ2នាក់ក៏សំពងអស់ទំហឹងឥតប្រណីលុះត្រាតែនាងនោះបានស្រែកអង្វរថាប៉ុណ្ណឹងហើយម្ចាស់ប្តីអើយវាយខ្ញុំប៉ុណ្ណឹងចុះខ្ញុំលែងសួរចង់ដឹងទៀតហើយកាលបើឮប្រពន្ធស្រែកខ្លាំងសន្យាថាបោះបង់គំនិតនេះចោលដូចនេះហើយនាយពាណិជ្ជក៏ឈប់វាយស្ទុះទៅបើកទ្វារឲ្យបងប្អូនកូនចៅទាំងអស់គ្នាចូលទាំងអស់គ្នាក៏មានសេចក្តីសោមនស្សក្នុងវេលានោះដោយបានឃើញនាងចុះសំរងស្រួលទៅវិញទើបនិយាយសរសើរដល់ប្រាជ្ញានាយពាណិជ្ជចេះរកឧបាយកលនោះមកកែបានលុះចប់រឿងនេះហើយអគ្គមហាសេនាប្រាប់ទៅនាងសេរសាទជាកូនថាឯងនេះក្រែងតែអញធ្វើឲ្យដូចនាយពាណិជ្ជធ្វើចំពោះប្រពន្ធគាត់ទើបឯងបោះបង់សេចក្តីចចេះនេះចេញបាននាងសេរសាទឆ្លើយតបវិញថាខ្ញុំសូមលោកឪពុកអនុញ្ញាតទោសខ្ញុំម្ដងទៀតសូមឲ្យលោកឪពុកកុំយល់ថាការដែលខ្ញុំចចេះនេះគឺជាការអាក្រក់ឡើយឯរឿងនាងប្រពន្ធពាណិជ្ជនោះមិនអាចយកមកប្រៀបនឹងសេចក្តីចំណងរបស់ខ្ញុំបានទេខ្ញុំនឹងនាំរឿងរ៉ាវជាច្រើនដែលជាឧបាយនាំឲ្យលោកឪពុកលែងខាត់ខ្ញុំបានតែថាជាការខាតពេលវេលាបើដូច្នេះខ្ញុំគ្រាន់តែជម្រាបលោកឪពុកថាដែលលោកឪពុកខាត់ខ្ញុំជាការអត់អំពើបើទុកជាលោកឪពុកមិនព្រមអនុញ្ញាតឲ្យខ្ញុំគង់តែខ្ញុំចចេះទៅឲ្យដល់ស្ដេចខ្លួនឯងជាមិនខានឯអគ្គមហាសេនាកាលខាត់កូនមិនបានដូច្នេះក៏ទៅទាំងខឹងចូលទៅគល់ស៊ុលតង់សរិយាហើយទូលថាល្ងាចនេះនឹងនាំសេរាសាទជាកូនមកថ្វាយកាលនោះស៊ុលតង់សរិយាមានសេចក្តីឆ្ងល់អំពីកិរិយារបស់មហាសេនាទើបទ្រង់ត្រាស់សួរថាចុះហេតុអ្វីបានជាដាច់ចិត្តយកកូនបង្កើតមកឲ្យយើងដូច្នេះមហាមាត្រក្រាបទូលថា
កូនទូលព្រះបង្គំជាខ្ញុំចង់មកខ្លួនវាខាត់មិនស្ដាប់វាថាឥតស្ញើចរុញរានឹងអ្វីនឹងសេចក្តីស្លាប់ដែលរងចាំនោះសោះឡើយវាថាឲ្យតែបានបំរើព្រះករុណាជាម្ចាស់មួយរាត្រីវាសុខចិត្តទទួលស្លាប់ឥតមានតូចចិត្តស៊ុលតង់ឆ្លើយប្រាប់ថាអគ្គមហាសេនាបើដូច្នេះអ្នកកុំភ្លេចថ្ងៃស្អែកយើងនឹងប្រគល់នាងសេរសាទឲ្យអ្នកយកទៅពិឃាតដោយដៃឯងប្រសិនបើអ្នកមិនសម្លាប់យើងនឹងសម្លាប់អ្នកឯងវិញដោយដៃយើងជាប្រកបអគ្គមហាសេនាទូលថាសូមទ្រង់ព្រះមេត្តាប្រោសបើទុកជាទូលព្រះបង្គំអល់ឯករារែកចិត្តយ៉ាងណាក៏មិនអាចនឹងកន្លងព្រះរាជអាជ្ញាបានទូលព្រះបង្គំត្រូវតែសម្រេចព្រះរាជតម្រាស់តាមធម្មតាដែលធ្លាប់ធ្វើមកវេលានោះស៊ុលតង់សារយាព្រមទទួលហើយប្រាប់ទៅអគ្គមហាសេនាថាយកបុត្រីមកថ្វាយពេលណាក៏បានតាមតែចិត្តលោកអគ្គមហាសេនាថ្វាយបង្គំលាចេញទៅហើយក៏មនីមនាប្រាប់ទៅសេរសាទបុត្រគ្រប់ប្រការនាងនោះមានសេចក្តីសោមនស្សរីករាយប៉ុនប្រមាណហាក់ដូចជាបានវត្ថុអ្វីម្យ៉ាងដ៏ប្រសើរថ្លៃថ្លានៅក្នុងលោកនាងអរគុណនឹងអគ្គមហាសេនាជាឪពុកឥតគណនាហើយលួងលោមព្រះបិតាដោយមត្ថុវាចាជាច្រើនប្រការកុំឲ្យឪពុកព្រួយនឹងខ្លួននាងត្រូវឲ្យសប្បាយចិត្តឲ្យអស់ចិត្តពីក្នុងគ្រានេះចុះរួចពីនេះនាងប្រុងប្រៀបរៀបចំខ្លួនដើម្បីទៅគាល់ស៊ុលតង់សារយាមុននឹងទៅនាងហៅនាងឌីណាសាទជាប្អូនមកនិយាយថានេះប្អូនសំឡាញ់ក្នុងវេលានេះបងមានធុរៈម្យ៉ាងធំបងសូមឲ្យប្អូនជួយបងបន្តិចកុំប្រកែកឡើយល្ងាចនេះឪពុកយើងនឹងនាំបងទៅថ្វាយព្រះមហាក្សត្រដើម្បីធ្វើជាអគ្គមហេសីកុំឲ្យអូនមានសេចក្តីភ័យបារម្ភអ្វីឲ្យសោះចូលចាំស្ដាប់បងនិយាយប្រាប់ឲ្យច្បាស់ការកាលណាបងទៅដល់ចំពោះព្រះភ័ក្ត្រស៊ុលតង់សារយានោះបងនឹងសុំអនុញ្ញាតនាំប្អូនទៅដេកក្នុងបន្ទប់ដែលជាក្រឡាបន្ទុំជាមួយផងដើម្បីឲ្យបងឃើញមុខប្អូនហើយចរចាប្រាស្រ័យគ្នាក្នុងយប់នោះដើម្បីសុំអនុញ្ញាតដូច្នេះបានអូនត្រូវតែចាំសម្ដីបងកុំភ្លេចថាវេលាព្រឹកស្អែកត្រូវអូនភ្ញាក់ពីព្រលឹមមុនថ្ងៃរះ1ម៉ោងហើយដាស់បងដោយវាចាដូចនេះអ្នកបងបើអ្នកបងមិនសម្រានលក់ទេសូមនិយាយរឿងអ្វីមួយដ៏ពីរោះដែលអ្នកបងបានចេះឲ្យខ្ញុំស្ដាប់បន្តិចទម្រាំតែថ្ងៃរះឡើងលុះប្អូននិយាយសុំដូច្នេះហើយបងក៏ផ្ដើមនិយាយរឿងមួយភ្លាមបងសង្ឃឹមថារឿងនេះអាចសង្គ្រោះជីវិតបណ្ដាជនទាំងអស់ឲ្យរួចពីសេចក្តីក្តៅក្រហាយប្រាកដឯនាងឌីណាសាទក៏ព្រមទទួលធ្វើតាមពាក្យទាំងប៉ុន្មានដូចមានខាងលើលុះដល់ពេលប្រលប់អគ្គមហាសេនាក៏នាំបុត្រីចូលទៅថ្វាយស៊ុលតង់សារយាហើយថ្វាយបង្គំលាទៅលំនៅឋានអាត្មាវិញខណៈនោះស្ដេចមានបន្ទូលប្រាប់នាងសេរសាទឲ្យបើកមុខចេញហើយទ្រង់គយគន់សពសារពាង្គកាយឃើញនាងមានរូបឆោមលូមពណ៌ប្រកបដោយនលក្ខក៏កើតសេចក្តីប្រតិពុតពន់ពេកប្រមាណតែទ្រង់មានសេចក្តីសង្ការក្នុងព្រះរាជហឫទ័យដោយឃើញនាងនោះទង្គិចខ្សឹកខ្សួលទើបមានព្រះអង្គការត្រាស់សួរហេតុនៃសេចក្តីសោយសោកនោះនាងក៏ក្រាបទូលថាបបិទ្ធព្រះសមិទ្ធទេវីវង្សបានជាខ្ញុំម្ចាស់ខ្សឹកខ្សួលនេះព្រោះខ្ញុំម្ចាស់ឃ្លាតពីប្អូនស្រីដែលខ្ញុំម្ចាស់ស្រឡាញ់ពេញចិត្តក្រៃពេកណាស់នាងនោះក៏ស្រឡាញ់ខ្ញុំម្ចាស់ស្មើគ្នាខ្ញុំម្ចាស់សូមព្រះរាជាអនុញ្ញាតឲ្យប្អូនខ្ញុំម្ចាស់មកនិន្ទ្រាក្នុងបន្ទប់នេះជាមួយផងដើម្បីឲ្យខ្ញុំម្ចាស់បានឃើញមុខនាងនឹងផ្នែកផ្ដាំលាស្លាប់ចុងក្រោយសូមព្រះអង្គគុំទ្រង់
យល់ទោះសេចក្តីសុំរបស់ខ្ញុំម្ចាស់ឡើយព្រោះខ្ញុំម្ចាស់បានរស់នៅតែក្នុងយប់នេះទៀតទេវេលានោះស៊ុលតុងសារយ៉ាទ្រង់បើកព្រះរាជាអនុញ្ញាតឲ្យហើយទៅនាំនាងសាឌីណាសាទមកក្នុងពេលនោះលុះដល់ពេលផ្ទុំស្ដេចនាំនាងសារសាទឡើងលើគ្រែទែនអាសនៈយ៉ាងខ្ពស់តាមទម្លាប់ព្រះមហាក្សត្រនាងឌីណាសាទក៏ទៅដេកលើគ្រែមួយខាងក្រោមដែលបានរៀបចំទុកនៅក្នុងទីនោះលុះទៀបភ្លឺនាងឌីណាសាទក៏ក្រោកឡើងម្នីម្នាតាមបណ្ដាំបងហើយស្រែកសួរទៅបងថាអ្នកបងបើអ្នកបងមិនទាន់សម្រានទេសូមនិទានរឿងអ្វីមួយដ៏ពិរោះដែលអ្នកបងចេះឲ្យប្អូនស្ដាប់បន្តិចបានទេទំរាំតែភ្លឺអ្នកបងអើយប្រហែលជាប្អូនបានស្ដាប់រឿងពិរោះរបស់អ្នកបងតែម្ដងទៀតនេះទេឯនាងសេរសាទមុននឹងឆ្លើយតបទៅប្អូនបានទូលសួរស៊ុលតុងសារយ៉ាថាបបិទ្ធព្រះករុណាជាម្ចាស់ខ្ញុំម្ចាស់សូមព្រះរាជទានបំពេញបំណងនាងឌីណាសាទជាប្អូនក្នុងវេលានេះសូមទ្រង់ព្រះមេត្តាប្រោសអនុញ្ញាតស្ដេចក៏ឆ្លើយតបថាចូលនាងនិយាយចុះនាងស្រែកប្រាប់ប្អូនថាចាំស្ដាប់ហើយទូលទៅស៊ុលតុងសារយ៉ាឲ្យទ្រង់ព្រះសណ្ដាប់រឿងដែលនាងនឹងនិទានថ្វាយទើបនាងចាប់ផ្ដើមនិយាយរឿងនោះឡើងចប់ភាគទី2តែប៉ុណ្ណេះក្នុងភាគទី3កាន់តែចម្លែកទៅទៀតសូមបងប្អូនអញ្ជើញចាំស្ដាប់តទៅទៀតកុំបីខានហើយសូមជួយចុច like subscribe និងសញ្ញាកណ្ដឹងផងដើម្បីទទួលបានភាគបន្តទៀត